សួស្តីបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូចែកម្លែកមួយរបៀបឆ្កឹះសោដែលប្រើឧបករណ៍នេះវាអាចឆ្កឹះជាមួយប្រភេទ Toyota យើងអាចឆ្កឹះវាបានឥឡូវនេះខ្ញុំមានសោឧទាហរណ៍នៅខាងក្រៅមួយចឹងសោមួយសោនេះសោប្រភេទ Toyota Highlander ហើយប្រភេទ Toyota យើងអាចប្រើបានអស់ជាមួយឧបករណ៍នេះអានេះវាមានសម្រាប់ប្រើសម្រាប់ Toyota តែហ្មងចឹងនេះសម្រាប់របៀបប្រើវិញយើងយកពេលមុននឹងដាក់យើងរៀបចំឲ្យវានៅកណ្ដាលស្មើគ្នាមកវាតាក់ខ្លាចវាបាក់បលួញណាយើងដោតចូលមកដោតចូលហើយទីមួយយើងបើកតាមធម្មតាសោវាមានចាប់ពីប្រភេទ Toyota មាន4លេខនៅខាងលើ4លេខនៅខាងលើខាងក្រោម4លេខដូចគ្នាដែរអញ្ចឹងវាទាំងអស់វា8គ្រាប់ហើយសោយើងអាចរាវបានមួយរុញវាឡើងទៅលើអញ្ចឹងរុញឡើងទៅហើយឆែកមើលវាខាងលើវាយើងសាកមើលសិនខាងលើយើងចង់ដឹងថាវាមានគ្រាប់ណានេះគ្រាប់វិញនេះបន្ទាប់មកយើងមកលងមួយមកនេះគ្រាប់វិញនៅលេខ7មួយទៀតលេខ5ខ្ញុំនឹងស៊ូមមកគីអមវាមានលេខនៅខាងលើហ្នឹងខាងក្រោមវាមានលេខ6លេខ7ឥឡូវនេះខ្ញុំនឹងដាក់មើលរុញឡើងមួយត្រូវឆែកមើលគ្រាប់ឥឡូវលេខ8យើងអាចដោះបាន6មាន1លេខ4ដល់យើងដោះបាន1ហើយលេខ4នេះស្ទង់មកចឹងដល់ស្ទង់មកសម្រាប់លេខ9លេខ7ឲ្យដោះបានមួយទៀតភឹសលេខ7យើងរាវចល័តនេះរបៀបរាវឥឡូវមុនហ្នឹងយើងយកលេខ4ឥឡូវយើងឆែកលេខ6មើលលេខ6អាចដោះបានខាងក្រោមខាងលើខាងក្រោមមើលលេខ9ឬក៏លេខ5អត់ទេលេខ5អត់តាក់ទេយើងចូលលេខ9ដោះបានមួយទៀតនេះឆ្កឹះវាមកឆែកលេខ8មួយដែររួមទៅអាហ្នឹងត្រូវទៅរាវវាដល់គ្រប់ទាំងអស់ពេលវាដោះបានអញ្ចឹងយើងអាចបានប្រវល់សោបានត្រូវស្ទង់លេខ5លេខ7អត់ទេនេះក៏ជារបៀបប្រើជាមួយខ្ញុំដោះរួចរាល់ហើយខ្ញុំនឹងថតឲ្យមើលផ្សេងទៀត4អត់ទេ4ដើរមួយទៀតធ្លាក់មួយទៀត7លេខ5លេខ3អត់ត្រូវរាវខាងក្រោមម្ដង8នេះលេខ6ធ្លាក់ហើយមកឆ្កឹះលេខ3សាកមកលេខ3បានហើយដូចដែរចឹងលេខ3ហើយលេខ3ខាងនេះអត់មានទៅទេវាស្រួលចឹងវាអាចលេខ5នេះអត់ទាន់ដោះអូខេការស្រាច់ហើយរបៀបឆ្កឹះប្រភេទ Toyota វីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងសូមអរគុណសូមជួយ like ហើយនិង subscribe follow page ខ្ញុំផងសូមអរគុណដែលមានថ្មីយើងអាចចែកបន្តទៅទៀត